សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួនជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនាថ្ងៃទី27ខែកក្កដាឆ្នាំ2026ឯកឧត្តមនាយឧត្តមសេនីយ៍គឹមប៊ុនឋានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលនិងពំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខព្រមទាំងប្រគល់នៅគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងយុទ្ធភូមិភាគពិសេសកងទ័ពជើងគោកតាមរយៈឧត្តមសេនីយ៍ត្រីអ៊ុំសុភាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងសម្រាប់បម្រើការងារមនុស្សធម៌ក្នុងនាមសម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតនិងមួយចំណែកសម្រាប់ជូនដល់សមាគមអតីតយុទ្ធជនប្រជាពលរដ្ឋឬគ្រួសារយោធិនដែលមានការខ្វះខាតឬជួបគ្រោះមហន្តរាយផ្សេងនេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់និងជាប់ជាប្រចាំរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតសម្រាប់សមាគមអតីតយុទ្ធជនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងជនងាយរងគ្រោះព្រមទាំងអ្នកទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេង